ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ទស្សនាមកកាន់ Channel Two Brother សង្ខេបរឿងថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយករឿងមួយដែលមានចំណងជើងថា The Experiment មកសម្រាប់ជូនបងប្អូនស្ដាប់ដែលសាច់រឿងមួយនេះគឺនិយាយអំពីបរិសម្នាក់ដោយសារតែគាត់អត់មានការងារធ្វើហើយមានបញ្ហាហិរញ្ញវត្ថុគាត់ក៏បានទៅចូលរួមក្នុងការពិសោធន៍មួយដោយសាស្ត្រាចារ្យម្នាក់បានយកមនុស្សទៅធ្វើការពិសោធន៍ដោយបំបីពួកគេជាពីរក្រុមគឺមានក្រុមអ្នកទោសនិងក្រុមប៉ូលីសដែលជាឆ្មាំគុកហើយដោយសារតែតួឯករបស់យើងរងការគេបសង្កត់ពីសំណាក់ក្រុមម្ខាងទៀតដែលជាក្រុមប៉ូលីសហ្នឹងទើបធ្វើឲ្យគាត់ដឹកនាំអ្នកទោសផ្សេងទៀតធ្វើការបះបោរហើយចង់នឹងថាតើដំណើរសាច់រឿងរបស់យើងនឹងល្អមើលយ៉ាងណានោះសូមចូលរួមទស្សនាជាមួយខ្ញុំទាំងអស់គ្នាផ្ដើមសាច់រឿងដំបូងមកយើងក៏បានឃើញបុគ្គលិកមន្ទីរពេទ្យម្នាក់ដែលគេនឹងមានឈ្មោះថា Travis កំពុងតែនិយាយលេងជាមួយនឹងភ្ញៀវរួចគេក៏ត្រូវបានដេញចេញដោយសារតែគេមិនសូវធ្វើការគិតតែពេលនិយាយលេងជាមួយនឹងភ្ញៀវច្រើនពេកបន្ទាប់ពីនោះ Travis ក៏បានចូលរួមការធ្វើបាតុកម្មមួយហើយនៅពេលដែល Travis ចូលរួមជាមួយនឹងការបាតុកម្មមួយនោះគេក៏បានស្គាល់ជាមួយនឹងនារីដ៏ស្រស់ស្អាតម្នាក់ដែលមានឈ្មោះថា Bay ហើយអ្នកទាំងពីរក៏បានចូលទៅក្នុងបារមួយកន្លែងដើម្បីផឹកអីជុំគ្នាទាំងពីរនាក់ក៏បាននិយាយរៀបរាប់ពីបទពិសោធន៍ជីវិតរៀងៗខ្លួនហើយ Bay នាងក៏បានប្រាប់ថានាងឈប់ចូលរួមបាតុកម្មអីទៀតហើយចាប់ពីពេលនេះទៅនាងនឹងទៅរស់នៅប្រទេសឥណ្ឌាហើយនាងក៏បានហៅ Travis នឹងឲ្យទៅនៅជាមួយនាងផងដែរ Travis ដោយសារតែមិនមានលុយគ្រប់គ្រាន់ក្នុងការទៅជាមួយនឹង Bay នោះទេប៉ុន្តែគេក៏ចង់ជួបជាមួយនឹង Bay ជាថ្មីម្ដងទៀតមុនពេលដែលនាងចាក់ចេញទៅប្រទេសឥណ្ឌាបន្ទាប់មក Travis ក៏បានមើលទៅលើទស្សនាវដ្តីហើយក៏បានឃើញអំពីការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធជាមួយនឹងការពិសោធន៍ទៅលើការអត់ទ្រាំរបស់មនុស្សដោយគេហ៊ានឲ្យអ្នកដែលចូលរួមនឹងគឺ$1000ក្នុងមួយថ្ងៃហើយរយៈពេលក្នុងការធ្វើពិសោធន៍នឹងគឺមានរយៈពេល2សប្តាហ៍ស្អែកឡើង Travis ក៏ទៅដាក់ពាក្យធ្វើការហើយក៏បានជួបជាមួយនឹងបរិសម្នាក់ដែលមានឈ្មោះថា Beris ដែលគេនឹងក៏ទៅដាក់ពាក្យសម្ភាសការងារដែរពេលសម្ភាសនោះមិនថាអ្នកសម្ភាសសួរអ្វីនោះទេ Travis គេឆ្លើយថា no រហូតសូម្បីតែគេសួរថាកាន់សាសនាអីក៏ Travis នឹងនៅតែឆ្លើយថា no ទៀតចំណែកឯ Beris វិញនៅពេលដែលអ្នកសម្ភាសសួរអ្វីក៏គេអាចឆ្លើយបានដែរបន្ទាប់មកពួកអ្នកមកសម្ភាសហ្នឹងក៏ត្រូវទៅកន្លែងមួយទាំងអស់គ្នាគ្រូពេទ្យក៏បានប្រាប់អំពីការពិសោធន៍ដែលពួកគេត្រូវចូលរួមហើយបានប្រាប់ឲ្យសម្រេចចិត្តដោយខ្លួនឯងព្រោះវាមានគ្រោះថ្នាក់តែគ្មានអ្នកណាម្នាក់ចង់ត្រឡប់ទៅវិញទេហើយគ្រូពេទ្យក៏បែងចែកពួកគេជាពីរក្រុមហើយគាត់ក៏ប្រាប់អំពីច្បាប់នៃការពិសោធន៍នេះដល់ក្រុមរបស់ Beris គឺត្រូវនៅមន្ទីរពិសោធន៍ដោយអ្នកទោសអញ្ចឹងមិនអាចចេញទៅណាបានទាំងអស់ក្នុងរយៈពេល2សប្តាហ៍ដោយក្រុមរបស់ Beris ដើរតួជាប៉ូលីសចំណែកឯមួយក្រុមទៀតដែលមាន Travis នោះគឺដើរតួជាក្រុមអ្នកទោសបន្ទាប់ពីគ្រូពេទ្យគាត់ចេញបាត់ទៅក្រុមខាងប៉ូលីសនឹងក៏បានបាញ់ទឹកសម្អាតទៅកាន់ក្រុមអ្នកទោសគឺធ្វើដូចជាពួកគេនឹងនៅក្នុងគុកមែនតើអញ្ចឹងបរិសម្នាក់ដែលមានឈ្មោះថា Chase គេធ្វើដូចជាគេនឹងប៉ូលីសមែនតើអញ្ចឹងគេបានប្រើឲ្យក្រុមខាងអ្នកទោសនឹងនាំគ្នាអាវ៉ង់ទាំងអស់គ្នា Travis ក៏ត្រូវនៅក្នុងបន្ទប់មួយជាមួយនឹងបរិសដែលមានឈ្មោះថា Benji និង Nick ពួកគេក៏ពិភាក្សាគ្នាលេងអំពីជីវិតនៅខាងក្រៅរបស់ពួកគេហើយនៅពេលដែលពួកគេគេងហ្នឹងក៏មានកាមេរ៉ាដើរត្រួតពិនិត្យគ្រប់បន្ទប់ដែរថ្ងៃទី2ក៏បានមកដល់ពួកគេក៏បានត្រូវញ៉ាំអាហាររបស់អ្នកទោសហើយពេលដែលញ៉ាំហើយពួកគេក៏បានប្រកែកគ្នារឿងលាងចានខាងប៉ូលីសគេប្រាប់ឲ្យពួកអ្នកទោសហ្នឹងលាងចានដោយខ្លួនឯងតែអ្នកខ្លះក៏មិនសុខចិត្ត Chase ក៏បានចេញមកប្រាប់ថាគ្រប់គ្នាត្រូវតែលាងចានដោយខ្លួនឯង Travis ក៏បានចាក់អាហារលើដៃរបស់ប៉ូលីសម្នាក់នោះហើយ Chase ក៏ប្រាប់ឲ្យគ្រប់គ្នាអាវ៉ង់ទៀតខាងអ្នកទោសក៏បន្តគប់អាហារទៅកាន់ប៉ូលីសទៀតរួចពួកគេក៏បានធ្វើឲ្យរញ៉េរញ៉ៃពេញកន្លែងនឹងអស់ទៅបន្ទាប់ពីមានរឿងរ៉ាវទាំងអស់នេះហើយក្រុមខាងប៉ូលីសក៏បានពិភាក្សាគ្នាថាមិនគួរណាឲ្យមានរឿងទាំងអស់នេះកើតឡើងទេមើលទៅខាងក្រុមអ្នកទោសនឹងដូចជាឡើងចាងហើយដូច្នេះពួកគេគួរតែធ្វើអ្វីម្យ៉ាងបន្ទាប់ពីគិតគ្នារួចហើយក្រុមប៉ូលីសក៏បានធ្វើបាបទៅកាន់ខាងក្រុមអ្នកទោសដោយបានចូលទៅបាញ់ផ្សែងដាក់ពួកអ្នកទោសនឹងទាំងអស់គ្នាហើយ Travis គឺធ្ងន់ជាងគេដោយត្រូវបានគេយកទៅដាក់ខ្នោះដៃជាប់ជាមួយនឹងទ្វារដែលតម្រូវឲ្យ Travis យប់នឹងគឺត្រូវកេងផ្អែកទៅនឹងទ្វារនឹងឯង Travis គេក៏បានដេកស្រមៃដល់មិត្តស្រីរបស់គេថ្ងៃទី3ក៏បានមកដល់ Benji ក៏មានបញ្ហាមិនអាចងើបពីក្រែបាននោះទេ Chase ក៏មើលច្បាប់ទាក់ទងនឹងការស្លាប់ហើយក៏បាននិយាយប្រាប់គ្នារបស់គេថាកុំបារម្ភអីវាមិនមែនជាបញ្ហាធំដុំអីទេរួច Beris ក៏បានឲ្យគ្នារបស់គេនឹងលើក Benji ចេញមក Travis ក៏បានថាគេមានជំងឺមិនអាចបន្តទៀតបានទេតែ Beris ក៏បានតបវិញថានេះជាការពិសោធន៍ជាប់គុកយើងត្រូវតែបន្តមិនអាចឈប់បានទេពួកគេក៏បានទាស់សម្ដីគ្នាចង់ឆ្លោះគ្នាទៅហើយតែអ្នកផ្សេងទៀតក៏បានមកខាត់រួច Chase ក៏បានឲ្យគ្រប់គ្នាចូលបន្ទប់រៀងខ្លួនវិញ
យប់ឡើងក្រុមខាងប៉ូលីសនោះក៏ពិភាក្សាគ្នាថាយើងមិនអាចឲ្យត្រាវីសឌឺអញ្ចឹងទៀតបានទេហើយពួកគេក៏បាននាំគ្នាទៅចាប់ត្រាវីសមកចងដៃចងជើងហើយបិទស្កុតមាត់រួចក៏បានចាប់កោសក់ទៀតហើយធ្វើបាបប៉ុណ្ណឹងមិនអស់ចិត្តទេ Berries ក៏បានធាក់ត្រាវីសលេងទៀតហើយពួកគេទាំងអស់គ្នានឹងក៏បាននោមដាក់មុខរបស់ត្រាវីសទៀតហើយអ្នកដែលមិនពេញចិត្តនឹងទង្វើនេះក៏បានដើរចេញបាត់ទៅពេលដែលធ្វើបាបអស់ចិត្តហើយពួកគេក៏បានយកត្រាវីសមកបន្ទប់វិញហើយត្រាវីសក៏បានប្រញាប់លុបមុខលាងខ្លួនចេញហើយគេគឺពិតជាខឹងខ្លាំងមែនទែនតែមិនអាចធ្វើអ្វីបាននោះទេពួកប៉ូលីសក៏បាននាំគ្នាសើចសប្បាយតែនៅទីនោះមានបរិសម្នាក់មិនពេញចិត្តនឹងពួកគេជាខ្លាំងថ្ងៃទី4ត្រាវីសគេក៏បានលួចទុកនំប៉័ងក្នុងហោប៉ៅហើយក៏បានយកមកឲ្យ Benji ញ៉ាំដោយសារតែ Benji គេមិនអាចក្រោកពីគ្រែរួចបន្ទាប់មក Travis ក៏ពឹងឲ្យប៉ូលីសម្នាក់ទៅយករបស់ពីកាបូប Benji ហើយ Chase វិញគេក៏ចង់រំលោភអ្នកទោសម្នាក់ប៉ុន្តែក៏មានអ្នកទៅទាន់ហើយពួកគេក៏បានឃើញប៉ូលីសម្នាក់នោះរើកាបូប Benji ពួកគេក៏បានទៅកាក់ផ្លូវសួរហើយក៏បានដឹងថាវាជាថ្នាំ Berries ក៏បានយកថ្នាំនោះទៅឲ្យ Benji យប់ឡើងគេក៏ចាប់ Travis ទៅទៀតហើយ Berries ក៏បាននិយាយថាគេមិនមែនអាក្រក់ទេគេធ្វើគ្រប់យ៉ាងឲ្យអ្នកនៅខាងក្រៅមើលប៉ុណ្ណោះព្រោះគេក៏ត្រូវបានអ្នកខាងក្រៅនឹងឃ្លាំមើល24ម៉ោងដែរហើយគេក៏បានប្រើឲ្យ Travis នឹងលាងបង្គន់ពេលនោះពួកគេក៏បានឆ្លោះគ្នាហើយ Travis ក៏ត្រូវបាន Berries ចាប់ជ្រមុជក្បាលចូលទៅក្នុងទឹកបង្គន់ហើយគេក៏បានបង្ខំឲ្យ Travis នឹងនិយាយថាគេគឺជាអ្នកទោសតែ Travis មិនព្រមនិយាយនោះទេក៏ត្រូវបានគេធ្វើបាបរហូតតតែព្រមនិយាយបន្ទាប់មក Berries ក៏បានចាប់ប៉ូលីសម្នាក់ដែលជួយ Travis នោះមកវេដែរព្រឹកឡើងគេក៏បានយកម្នាក់នោះមកដាក់ជាមួយនឹងក្រុមអ្នកទោសទៀតហើយគេក៏បាននិយាយអំពីច្បាប់ជាមួយគ្រប់គ្នាពេលនោះ Travis ក៏បានដោះអាវចេញហើយ Berries ប្រាប់ឲ្យពាក់វិញតែគ្រប់គ្នាក៏បានដោះអាវតាម Travis ហើយ Travis ក៏បានឡើងទៅនិយាយដាក់កាមេរ៉ាឲ្យបើកទ្វារឲ្យពួកគេចេញ Berries ក៏បានតែងគេចុះមកវិញហើយពេលនោះ Benji ក៏ទៅវេគេពីក្រោយហើយ Berries ក៏បានដាក់គេមួយដៃវិញដែលធ្វើឲ្យគេប្រកាច់រួចក៏បានចាប់ Travis ទៅដាក់ក្នុងលូហើយពួកអ្នកទោសផ្សេងទៀតក៏ត្រូវគេធ្វើបាបដូចគ្នាពួកក្រុមប៉ូលីសនឹងក៏បានចាប់ផ្ដើមទើសភ្នែកជាមួយនឹងទង្វើរបស់ Berries ដោយសារតែគេធ្វើជ្រុលពេកនៅខាង Chase គេក៏កំពុងតែធ្វើបាបអ្នកទោសម្នាក់ហើយ Travis វិញក៏ព្យាយាមឆ្កឹះកន្លឹះទ្វារចុងក្រោយគេក៏អាចចេញមកបានស្របពេលដែល Chase កំពុងតែរំលោភអ្នកទោសនោះហើយពួកគេក៏បានព្រួតគ្នាសម្រាប់ Chase ចោលទៅរួចពួកគេក៏បានយកសោបានហើយក៏បានដើរជួយអ្នកទោសផ្សេងទៀតបន្ទាប់មកពួកគេក៏បានឃើញថា Benji ត្រូវបានគេវាយសម្លាប់បាត់ទៅហើយពួកអ្នកទោសទាំងអស់គ្នាហ្នឹងក៏បានរួចពីខ្នោះហើយក៏បាននាំគ្នាយកដំបងម្នាក់មួយសម្ដៅទៅរកក្រុមប៉ូលីសពួកប៉ូលីសទាំងអស់នោះក៏បាននាំគ្នារត់ដោយសារតែក្រុមអ្នកទោសមានគ្នាច្រើនជាងតែរត់មិនបានប្រមាណផងក៏ដល់ផ្លូវតល់ហើយពួកអ្នកទោសក៏ព្រួតគ្នាវាយយកតែម្ដង Berries ក៏បានចាក់មកកាន់ Travis តែក៏ត្រូវបាន Travis ចាប់ជាប់ហើយ Travis ក៏បានវេយបកវិញយ៉ាងចាស់ដៃរួចទ្វេក៏បានបើកឲ្យពួកគេចេញហើយយើងក៏បានឃើញថាការវេយគ្នាមិញនេះគ្មានអ្នកស្លាប់ទេហើយក៏មានឡានមួយមកទទួលពួកគេចេញទៅហើយម្នាក់ក៏បានឡើងឡានត្រឡប់ទៅផ្ទះវិញជាមួយនឹងប្រាក់រង្វាន់នៅក្នុងដៃផងដែរដែលបានន័យថាអ្នកដែលនៅរស់នេះគឺសុទ្ធតែជាអ្នកឈ្នះពីការធ្វើពិសោធន៍នឹងហើយទាំងខាងប៉ូលីសទាំងខាងអ្នកទោសនឹងគឺជិះនៅលើឡានក្រុងនឹងជាមួយគ្នាធ្វើដូចជាមិនមានរឿងអ្វីកើតឡើងអញ្ចឹងចុងក្រោយយើងក៏បានឃើញ Travis បានទៅជួបជាមួយនឹងសង្សាររបស់គេវិញហើយសាច់រឿងក៏ត្រូវបានបញ្ចប់ត្រឹមនឹងទៅទីណាក៏ដោយឲ្យតែមានការគៀបសង្កត់នោះច្បាស់ជាមានការរើបំរាស់សូមអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូមួយនេះរហូតដល់ទីបញ្ចប់យើងនឹងជួបគ្នានៅវីដេអូក្រោយទៀតសូមសំណាងល្អបាយបាយ